ខួបលើកទី114នៃទិវាអន្តរជាតិនារី8មីនាក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបកោះកុងរដ្ឋបាលខេត្តកោះកុងនៅព្រឹកថ្ងៃអង្គារ13កើតខែផល្គុនឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី11ខែមីនាឆ្នាំ2025បានប្រារព្ធពិធីអបអរសាទរខួបលើកទី114នៃទិវាអន្តរជាតិនារី8មីនាក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបក្រោមអធិបតីភាពឯកឧត្តមថុង ណារុងប្រធានក្រុមប្រឹក្សាខេត្តនិងលោកជំទាវមិថុនាភូថងអភិបាលនៃគណៈអភិបាលខេត្តកោះកុងព្រមទាំងលោកស្រីប្រធានអនុប្រធានមន្ទីរជុំវិញខេត្តលោកស្រីសុកសុធាវីប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុងបានលើកឡើងថាទិវាអន្តរជាតិនារីនៅក្នុងឆ្នាំនេះគឺប្រារព្ធធ្វើឡើងក្រោមប្រធានបទសិទ្ធិសមភាពនិងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបក្នុងគោលដៅដើម្បីគូសបញ្ជាក់អំពីសារៈសំខាន់នៃការទទួលបាននិងអនុវត្តសិទ្ធិលើការលើកកម្ពស់សមភាពនិងការពង្រឹងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូបនៅក្នុងប្រទេសកម្ពុជាលោកស្រីប្រធានមន្ទីរបានបន្ថែមថាមន្ទីរកិច្ចការនារីខេត្តកោះកុងក្នុងរយៈពេល1ឆ្នាំកន្លងទៅមន្ទីរបានសហការជាមួយនឹងស្ថាប័នអង្គភាពមន្ទីរជំវិញពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានដោយផ្ដោតលើការងារផ្សព្វផ្សាយអប់រំនិងជួយសម្របសម្រួលផ្លូវច្បាប់ករណីមានអំពើហិង្សាលើស្ត្រីនិងកុមារចំនួន4ករណីនៅក្នុងប្រព័ន្ធតុលាការក៏ដូចជានៅក្រៅប្រព័ន្ធតុលាការក្នុងឱកាសនោះដែរលោកជំទាវមិថុនាភូថងអភិបាលខេត្តកោះកុងបានអានព្រះរាជសារសម្ដេចព្រះមហាក្សត្រីព្រះវររាជមាតានរោត្តមមុនិនាថសីហនុនៃព្រះរាជាណាចក្រកម្ពុជានិងមានប្រសាសន៍សំណេះសំណាលនៅក្នុងឱកាសនោះថាស្ត្រីនិងគ្រួសារខ្មែរក្រមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រីក្រសួងស្ថាប័នអង្គការជាតិនិងអន្តរជាតិដែលបាននឹងកំពុងខិតខំប្រឹងប្រែងជំរុញការអភិវឌ្ឍបេសកកម្មដ៏ថ្លៃថ្លាដើម្បីស្ត្រីនិងក្មេងស្រីបានទទួលនូវកិច្ចការពារសិទ្ធិនិងផលប្រយោជន៍តាមរយៈការទទួលស្គាល់ការផ្ដល់តម្លៃចាត់ទុកស្ត្រីនិងក្មេងស្រីជាមូលធនមនុស្សដ៏សំខាន់និងផលប្រយោជន៍តាមរយៈការទទួលស្គាល់នៅតម្លៃនិងចាត់ទុកស្ត្រីក្មេងស្រីជាមូលដ្ឋាននៅក្នុងការអភិវឌ្ឍគ្រួសារនិងសង្គមព្រមទាំងជំរុញលើកទឹកចិត្តកសាងអភិវឌ្ឍសមត្ថភាពស្ត្រីក៏ដូចជាការផ្ដល់ឱកាសឲ្យពួកគេចូលរួមប្រកបដោយសមភាពនិងសមធម៌នៅលើការងារគ្រប់វិស័យលោកជំទាវអភិបាលខេត្តបានបញ្ជាក់បន្ថែមទៀតថាចំពោះប្រធានបទនេះក៏ផ្ដោតជាសំខាន់ផងដែរលើការលើកកម្ពស់ផលជះអវិជ្ជមាននិងទាញយកអត្ថប្រយោជន៍ពីភាគលាភ Gender ជូនគ្រួសារនិងពង្រឹងសហគមន៍និងវឌ្ឍនភាពសង្គមជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ចនិងលើកកម្ពស់សុខុមាលភាពសង្គមជាមួយនឹងការឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពសមិទ្ធផលបញ្ហាប្រឈមកាលានុវត្តភាពនានាជាពិសេសបង្ហាញពីការបដិញ្ញាចិត្តនិងវិធានការវិមជ្ឈការនៅក្នុងការលើកកម្ពស់ស្ត្រីនិងកុមារនិងកុមារីនៅទូទាំងប្រទេសនិងពិភពលោកជាចុងក្រោយលោកជំទាវអភិបាលខេត្តកោះកុងបានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធចុះផ្ដល់ដំបូន្មានអប់រំតម្រែតម្រង់ទិសដល់ក្មេងៗស្ទាវនៅក្នុងសហគមន៍របស់ខ្លួនដែលខ្វះការកក់ក្ដៅពីអាណាព្យាបាលអាចក្លាយទៅជាក្មេងស្ទាវរហូតដល់អាចប្រែក្លាយខ្លួនទៅជាក្មេងទំនើងលោកជំទាវអភិបាលខេត្តបានបន្ថែមថាក្នុងនាមយើងដែលទទួលបាននៅលទ្ធភាពគ្រប់គ្រាន់ហើយនិងក្នុងនាមយើងដែលត្រូវបានប្រជាពលរដ្ឋជ្រើសរើសបោះឆ្នោតជូនយើងក៏ត្រូវតែចុះសួរសុខទុក្ខនិងជួយតម្រែតម្រង់ទិសដល់ពួកគេដើម្បីឲ្យពួកគេមានភាពកក់ក្ដៅ